ទៅរីវីយូម្ហូបប៉ុន្តែថ្ងៃនេះអត់ទេសុំមករីវីយូម៉ាត់ម្ដងហើយក៏អត់មានទៅណាឆ្ងាយដែរគឺនៅ City Store យើងនឹងឯងកន្លែងបងស្រីគាត់មានអីវ៉ាន់ឡើងច្រើនអត់ចាញ់ម៉ាត់ធំទេជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំជាប្រភេទ hot pot ចិនអីមិនថាប្រហិតឬក៏សាច់ hot pot អីគឺនៅនឹងទាំងអស់ហ្មងកន្លែងគាត់នេះខ្ញុំទៅសើហ្មងមានតាំងពីរបស់កញ្ចក់កញ្ចប់អាហារសម្រន់អីផ្សេងគឺគាត់ដាក់មាននៅនឹងទាំងអស់មិនធំប៉ុណ្ណឹងឯណាគាត់សម្បូរខ្លាំងហ្មងទៅលើទ្រីងរបស់ចិនហ្នឹងហើយជាពិសេសមានតាំងពីគ្រឿងទេសទៀតឃើញផ្ទះគាត់លក់មកល្វែងចឹងទេប៉ុន្តែតើចូលក្នុងបានដឹងថាមានគ្រប់មុខឲ្យយើងហ្មងបច្ចាគាត់តែមិនមែនមានលក់តែ hot pot ទេបើសិនជាអ្នកទាំងអស់គ្នាចង់អេតជាមួយនឹងមាន់ខ្មៅឬក៏សាច់គោអូស្ត្រាលីសាច់ជ្រូកអីក៏មានដែរជាពិសេសហ្នឹងគឺគាត់មានជាមួយនឹងប្រហិតច្រើនមុខច្រើនជម្រើសឲ្យយើងហ្មងចឹងកន្លែងគាត់នេះកាន់លុយតែ10000ក៏អាចញ៉ាំ hot pot បានដែរហើយរបស់កន្លែងគាត់តែសិតតែឆ្ងាញ់ទាំងអស់ប៉ុន្តែបាច់ភ័យរឿងតម្លៃទេគឺអត់មានចាក់កយើងឯងតម្លៃសមរម្យខ្លាំងមែនតើក្រែបត្រេនដែលខ្ញុំកំពុងបង្ហាញបងប្អូននេះមួយត្រឹមតែ12000រៀលទេអញ្ចឹងបាទខ្ញុំនិយាយហ្មងថាកន្លែងគាត់នេះតម្លៃសមរម្យខ្លាំងទោះបីជាយើងមានលុយតិចតួចអីក៏អាចញ៉ាំនំដែលមានរសជាតិឆ្ងាញ់ជាពិសេសហ្នឹងនំនេះកុំឃើញអញ្ចឹងធំខ្លាំងណាស់និយាយពីរសជាតិវិញខ្ញុំឲ្យអ៊ូយហ្មងអញ្ចឹងសម្រាប់អ្នកដែលចូលចិត្តញ៉ាំជារបស់កញ្ចក់កញ្ចប់អីគឺអាចមកហៅកន្លែងគាត់មកដឹងទៅត្រូវហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំទៅរីវីយូកន្លែងណាទៀតអាចខមមិនថាខ្ញុំខាងក្រោមបានណា